លោកគ្រូឆ្នាំពេជ្រសុផាន់បានបើកភ្លើងឃ្យូឲ្យកីឡាករ Mario Alvarez សងសឹកទៅលើកីឡាករពេជ្រសម្បត្តិបើសិនជាខ្លួនចង់សងសឹកនោះលោកគ្រូពេជ្រសុផាន់បាននិយាយថាប្រសិនបើកីឡាករ Mario Alvarez ចង់ប្រកួតសងសឹកជាមួយនឹងពេជ្រសម្បត្តិវិញលោកគ្រូនឹងស្វាគមន៍ជានិច្ចខណៈពេលដែរបើសិនជាកីឡាករ Mario Alvarez ចង់ប្រកួតនៅប្រទេសអេស្ប៉ាញនោះគឺកាន់តែល្អព្រោះបានដូរទឹកដីគ្នាម្ដងលោកគ្រូបានបន្ថែមទៀតថាការប្រកួតនៅលើទឹកដីកម្ពុជាគឺមិនបាន 100% ដោយការប្រកួតនៅលើទឹកដីរបស់ខ្លួននោះដែរបីដូចជាកីឡាករពេជ្រសម្បត្តិក៏ដូចគ្នាប្រសិនបើសម្បត្តិទៅប្រកួតនៅឯបរទេសក៏ដូចគ្នាដែរម្យ៉ាងវិញទៀតកីឡាករ Mario Alvarez មិនដែលជួបភាពឈឺខ្លាំងឬក៏ចូលក្បាច់ធ្ងន់ៗបែបនេះកន្លងទៅនោះទេគូបញ្ជាក់ផងដែរថាការដណ្ដើមខ្សែក្រវ៉ាត់របស់ពេជ្រសម្បត្តិជាមួយនឹងកីឡាករ Mario Alvarez គឺធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺអ្នកគ្រប់គ្រងជាមួយនឹងគុនខ្មែរតែម្ដងខណៈពេលដែលកីឡាករពេជ្រសម្បត្តិបានផ្ដួលកីឡាករមកពីអេស្ប៉ាញ Mario Alvarez ឲ្យបបង់ការប្រកួតក្នុងទឹកទី2នៅថ្ងៃទី14ខែឧសភាឆ្នាំ2025នេះចាអញ្ចឹងមានតែរងចាំទស្សនាទាំងអស់គ្នាថានឹងមានជំនួបសងសឹករវាងកីឡាករពេជ្រសម្បត្តិជាមួយនឹងកីឡាករ Mario Alvarez ដែរឬទេចាអញ្ចឹងអរគុណច្រើនជម្រាបលាកុំភ្លេច follow account TikTok របស់ខ្ញុំមួយផងអរគុណច្រើនជម្រាបលាបាយបាយ